កូនចង់ធ្វើជាបន្ទុកគ្រួសារទេថ្វីត្បិតតែកូនមើលមិនឃើញមែនប៉ុន្តែកូនអាចដឹងទិសដៅនៃជីវិតខ្លួនបានកូនចង់ឲ្យគេគ្រប់គ្នាបានដឹងថាមនុស្សពិការក៏អាចបង្កើតតម្លៃដល់សង្គមបានដែរកូនដឹងអន់ពុកម៉ែគ្រប់រូបអាចតស៊ូលំបាកអ្វីគ្រប់បែបយ៉ាងបានទាំងអស់ឲ្យតែកូនបានជោគជ័យពុកមិនចង់ឲ្យកូនគ្មានអនាគតដូចជាពុកនិងម៉ែទេណាកូនណែអាសុភាមិនដឹងមកស្អីទេមើលអសមឃើញផងមករៀនឲ្យតែចង្អៀតកន្លែងគេអង្គុយទៅវៃមែនអត់គ្នាយើងមែនហើយក្រក៏ក្រភ្នែកក៏មើលមិនឃើញទៀតមើលក៏អៅរហែកហើយធំក្លិនស្អុយណាស់ទៅផ្ទះវិញទៅអើយមិនដឹងជារៀនស្អីទេភ្នែកមើលមិនឃើញផងរៀនចប់ក៏មិនដឹងធ្វើការស្អីកើតផងរៀនត្រឹមថ្នាក់ទី12ហ្នឹងណាគ្រូចេះតែឲ្យជាប់ទៅទេអើយទោះជាប់អាហារូបករណ៍មិនវាយ៉ាងម៉េចបើខ្លួនពិការអញ្ចឹងរៀនចាប់តែធ្វើការឲ្យអ្នកណាគេទទួលទៅណែយើងនេះឆ្ងល់ណាស់ខំរៀនហ្នឹងបានបាយស៊ីមែនខំធ្វើស្រែធ្វើចំការទៅវាមានបាយស៊ីមិនងាយមានឱកាសដែលបានអាហារូបករណ៍ 100% អញ្ចឹងទេកូនមិនឲ្យពុកម៉ែលំបាកទេកូននឹងខំរៀននឹងយកចំណេះជំនាញមកអភិវឌ្ឍភូមិយើងឲ្យរីកចម្រើនមើលតែកូនគេនៅtrongភូមិទៅរៀនចប់សកលស្អីគេនឹងហើយមានធ្វើការស្អីកើតឥឡូវស្ពៃហើយអត់មានការងារធ្វើឥឡូវឲ្យម៉ែឪវាចិញ្ចឹមរកស៊ីចិញ្ចឹមដដែលរឿងវាសនាមនុស្សពិការភ្នែកសុភាបានរៀនចប់ថ្នាក់ទី12ហើយសុភាក៏បានសុំឪពុកម្ដាយខ្លួនទៅរៀនបន្តទៀតនៅសាកលវិទ្យាល័យនៅទីក្រុងម៉ែកូនបានរៀនចប់ថ្នាក់ទី12ហើយពេលនេះកូនចង់សុំអ្នកទាំងពីរទៅរៀនបន្តនៅសាកលបន្តទៀតតើបានទេពុកម៉ែកូនសុភាម៉ែនៅតែខ្វល់ចិត្តម៉ែនេះក៏មិនដឹងថាអីដែរតែការសិក្សាខ្ពស់នេះវាពិបាកសម្រាប់មនុស្សធម្មតាទៅហើយចុះទម្រាំកូនវិញនោះហើយដូចកូនបានដឹងស្រាប់ហើយថាគ្រួសារយើងមានជីវភាពយ៉ាងម៉េចនោះរស់នៅរាល់ថ្ងៃនេះរកព្រឹកខ្វះល្ងាចហើយឲ្យពុកនឹងម៉ែឯងនេះរកលុយឯណាទៅបង់ថ្លៃសាលាថ្លៃនោះកូនម៉ែនេះមិនមានលទ្ធភាពឲ្យកូនរៀនបន្តទៀតបានទេមែនហើយកូនភាពុកម៉ែនេះចាស់ណាស់ទៅហើយទៅរកលុយឯណាបានទៀតកូនរៀនបានត្រឹមថ្នាក់ទី12ហ្នឹងបានហើយកូនតែពងម៉ែកូនមិនឲ្យអ្នកទាំងពីរលំបាកលើថ្លៃសាលាកូនទេកូនមានដំណោះស្រាយហើយឲ្យតែអ្នកទាំងពីរឲ្យកូននេះទៅបន្តការសិក្សាទៅគឺបានហើយកូនចង់រៀនទៀតក៏រៀនចុះប៉ុន្តែកូនត្រូវតែមានផែនការឲ្យច្បាស់លាស់ណាកូនមុននឹងធ្វើអ្វីមួយបានពុកម៉ែកូនដឹងហើយថាកូនជំពាក់គុណពុកម៉ែច្រើនណាស់ទោះកូននេះជាជនពិការជាបញ្ហាសម្រាប់គ្រួសារតែកូនមិនឲ្យអ្នកទាំងពីរខកចិត្តមកលើកូនទេកូននឹងខិតខំសិក្សានឹងរកការងារធ្វើមិនឲ្យអ្នកទាំងពីរលំបាកទេកូនម្ដាយចាត់ទុកកូនជាបន្ទុកទេម្ដាយប្រឹងលក់ម្ហូបរកលុយទុកឲ្យកូនរៀនព្រោះម្ដាយជឿជាក់ថាកូនពូកែពិតប្រាកដមិនឲ្យម៉ែខកបំណងនោះឡើយណាកូនតាំងពីកូនកើតមកពុកនិងម៉ែរកវិធីព្យាយាមបង្រៀនកូនតាំងពីកូនចង់រៀនពុកក៏រៀបចំនិងចាប់ផ្ដើមបង្រៀនកូនពីស្រៈពីភ្ជញ្ជនៈពុកដឹងថាកូននឹងអាចធ្វើបានរហូតដល់ពេលនេះកូនបានរៀនចប់ដល់ថ្នាក់ទី12ទៀតកូនចង់បន្តការសិក្សាទៀតពុកក៏មិនថាអីដែរគឺអាស្រ័យទៅលើកូនទេណាកូនពុកម៉ែកូនដឹងថាពុកម៉ែលំបាកណាស់ពុកម៉ែបាត់បង់ការងារក៏ព្រោះតែកូនដើម្បីមកមើលថែទាំកូនពុកធ្វើការពីរបីកន្លែងដើម្បីរកលុយយកមកឲ្យកូនរៀនកូនសុំទោសផងកុំយំអីកូនទាំងនេះគឺជាកិច្ចការដែលពុកម៉ែត្រូវធ្វើគ្រប់រូបម៉ែចង់ឲ្យកូនមានអនាគតភ្លឺស្វាងកូនត្រូវតែខំណាស់កូនកុំឲ្យពុកម៉ែនេះខកបំណងឲ្យសោះម៉ែមានតែកូនម្នាក់គត់ពុកដឹងថាកូនពូកែកូនឡើងរៀនតាំងពីព្រឹកតាំងពីម៉ោង5ពុកម៉ែដកដង្ហើមធ្វើការងារដើម្បីកូនទាំងអស់ព្រោះពុកមិនចង់ឲ្យកូនដូចពុកម៉ែដែលគ្មានអនាគតនោះទេ
អញ្ចឹងហើយបានជាពុកបង្រៀនកូនឲ្យរាប់លេខនិងទន្ទិញអក្សរតាំងពីតូចមកនោះពងម៉ែកូននឹកចាំបានថាកាលកូននៅពីតូចអ្នកទាំងពីរបានកាន់ដៃកូនឲ្យសរសេរអក្សរអ្នកទាំងពីរបោះបង់ពេលវេលាច្រើនណាស់ដើម្បីបង្រៀនកូនពីអក្សរមួយទៅអក្សរមួយកូននេះនឹកចាំបានទាំងអស់កូនមិនភ្លេចគុណអ្នកទាំងពីរជារៀងរហូតម្ដាយចាំបានការដំបូងកូនចាប់ផ្ដើមរៀនរាប់ពីលេខ1ដល់លេខ5ពុកកូនបង្រៀនតែម្ដងកូនចេះតែម្ដងកូនដឹងអន់ពុកម៉ែអាចស៊ូលំបាកគ្រប់បែបយ៉ាងទាំងអស់ឲ្យតែកូនបានជោគជ័យពុកមិនចង់ឲ្យកូនដើរលើផ្លូវខុសទេពុកម៉ែនេះឲ្យតែកូនបានសុខទៅគឺបានហើយពងម៉ែកូនសន្យាថានឹងប្រឹងប្រែងរៀនសូត្រឲ្យអស់ពីកម្លាំងកាយចិត្តកូនមិនឈប់រៀនទេកូននឹងរៀនរហូតទាល់តែកូនបានជោគជ័យហើយអាចជួយពុកម៉ែវិញកូននឹងខំឲ្យអស់ពីសមត្ថភាពរបស់កូនកូននឹងមើលថែអ្នកទាំងពីរចាប់ពីពេលនេះតទៅកូនម្ដាយមិនត្រូវការអ្វីទេឲ្យតែកូនមានក្តីសុខក្នុងចិត្តទៅបានហើយប៉ុន្តែកូនសន្យានឹងម៉ែណាថានឹងថែរក្សាខ្លួនឯងឲ្យបានល្អនឹងមិនដើរលើផ្លូវខុសនេះហើយជាក្តីស្រឡាញ់របស់គ្រួសារយើងពុកនិងម៉ែកូនជឿជាក់ថាកូនជាមនុស្សម្នាក់ដែលអាចបង្កើតកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនឯងបានអេហើយមានរឿងអីហ្នឹងបានជាលឺសូរពិភាក្សាគ្នាលឺម្លេះអូមិញសំទេអីមិនមានរឿងអីធំដុំទេគឺសុភាហ្នឹងណាគេចង់ទៅរៀនបន្តនៅសាកលវិទ្យាល័យហើយពួកខ្ញុំនេះមិនចង់ឲ្យគេទៅទេព្រោះដូចបងដឹងស្រាប់ហើយថាគ្រួសាររបស់ខ្ញុំមានជីវភាពយ៉ាងម៉េចនោះស្អីគេសុភានឹងចង់ទៅរៀនបន្តនៅសាកលផងអីអើយមិនដឹងជារៀនស្អីទេភ្នែកមើលមិនឃើញផងរៀនចប់ក៏មិនដឹងធ្វើការស្អីកើតផងរៀនត្រឹមថ្នាក់ទី12ហ្នឹងគ្រូចេះតែឲ្យជាប់ទៅទេមីងកុំមើលងាយសមត្ថភាពខ្ញុំឲ្យសោះណាខ្ញុំរៀនចប់ដោយសារខ្ញុំមានសមត្ថភាពមិនមែនលោកគ្រូចេះតែឲ្យជាប់នោះទេហើយខ្ញុំក៏បានជាប់អាហារូបករណ៍ 100% ទៅរៀនបន្តដែរមីងអើយទោះជាប់អាហារូបករណ៍មិនវាយ៉ាងម៉េចបើខ្លួនពិការអញ្ចឹងរៀនចាប់តែធ្វើការឲ្យអ្នកណាគេទទួលទៅណែយើងនេះឆ្ងល់ណាស់ខំរៀនហ្នឹងបានបាយស៊ីមែនខំធ្វើស្រែធ្វើចំការទៅវាមានបាយស៊ីបាទមីងការសិក្សាមិនបានអីស៊ីមែនតែបើយើងសិក្សាបានខ្ពស់ទៅយើងមានចំណេះចំណេញគ្រប់បែបយ៉ាងយើងចង់ធ្វើអីក៏បានដែរដូចជាចំណេញខាងកសិកម្មបើមីងដាំដំណាំមិនមានបច្ចេកវិទ្យាទេចេះតែដាំតាមបែបបុរាណបន្លែរបស់មីងមិនបានផលច្រើនដូចគេដាំតាមជំនាញនោះទេអើយយើងនិយាយមិនឈ្នះឯងទេចង់ទៅណាក៏ទៅយើងនេះណាសុំប្រាប់កុំឲ្យចំណាយលុយអត់ប្រយោជន៍គឺតែប៉ុណ្ណោះទេណែយើងទៅសិនហើយយីអាសុភាននេះយើងនេះប្រាប់យកល្អសោះហ្នឹងណាវាមកបោឯងវិញផាំងអាប្រកាច់យោបានបងអរគុណហើយដែលបានណែនាំហើយយ៉ាងម៉េចទៅហើយកូនពិតជាចង់ទៅរៀនបន្តមែនអីបានបងកូនពិតជាចង់ទៅរៀនបន្តទៀតណាស់ពុកម៉ែមិនងាយមានឱកាសដែលបានអាហារូបករណ៍ 100% អញ្ចឹងទេកូនមិនឲ្យពុកម៉ែលំបាកទេកូននឹងខំរៀននឹងយកចំណេះចំណេញមកអភិវឌ្ឍភូមិយើងឲ្យរីកចម្រើនបានពុកម៉ែក៏មិនជំទាស់នឹងកូនទៀតដែរកូនទៅរៀនបន្តទៀតចុះណាហើយកូនគិតចង់ទៅថ្ងៃណាដែរនឹងបានម៉ែកូនពិតជាអរគុណណាស់ខែក្រោយនេះហើយចំណែកកន្លែងស្នាក់នៅនោះពុកម៉ែមិនបាច់បារម្ភទេកូនមានអង្គការខាងជនពិការគេជួយក្នុងការស្នាក់នៅហើយអញ្ចឹងម៉ែនេះលេងបារម្ភទៀតហើយអញ្ចឹងកូនត្រូវខំរៀនណាកុំឲ្យអ្នកភូមិគេមើលងាយអូក្មួយសុភាចុះមកលេងផ្ទះមីងសិនមកក្មួយហើយមីងនេះឮថាក្មួយចង់ទៅរៀនបន្តនៅសាកលចង់ទៅរៀននៅទីនោះមែនទេក្មួយបាទណាមីងហើយណាមីងឮអ្នកណាប្រាប់ដែរបានចិត្តដឹងតែក្មួយទៅរៀនបន្តនៅសាកលទៀតនោះ
មីងនេះឮគេនិយាយពេញភូមិនឹងឯងមិនបាច់ណាប្រាប់ទេហើយពុកម៉ែក្មួយឲ្យទៅរៀនដែរទេនឹងមីងប្រាប់ទៅមិនបាច់ទៅរៀនទេក្មួយអើយមើលតែកូនគេនៅចុងភូមិទៅរៀនចប់សកលស្អីគេនឹងហើយមានធ្វើការស្អីកើតឥឡូវស្ពៃហើយអត់មានការងារធ្វើឥឡូវឲ្យម៉ែឪវាចិញ្ចឹមរកស៊ីចិញ្ចឹមដដែល អត់ទេមីងមនុស្សគ្រប់រូបមិនដូចគ្នាទេគាត់នោះផ្សេងខ្ញុំនេះផ្សឹងខ្ញុំមិនឲ្យដូចគាត់ទេខ្ញុំនឹងខំរៀនយកចំណេះជំនាញដែលខ្ញុំរៀនចេះមកអភិវឌ្ឍភូមិរបស់យើងនេះឲ្យបានមីងចាំទៅមើលទៅអើមីងនេះចាំតែមើលទេក្រែងលោអស់លុយអត់ប្រយោជន៍ទៅព្រោះពុកម៉ែរបស់ក្មួយនឹងក៏មិនសូវមានស្អីដែរណាមួយក្មួយជាជនពិការទៀតមីងនេះនិយាយឲ្យតែល្អទេហើយចុះក្មួយទៅថ្ងៃណាដែរនឹង បានមីងខែក្រោយនេះហើយចំណែកការសិក្សានេះខ្ញុំមិនឲ្យពុកម៉ែខ្ញុំលំបាកទេព្រោះខ្ញុំបានអាហារូបករណ៍ 100% មិនអស់លុយនោះទេហើយការស្នាក់នៅក៏ស្រួលដែរមានអង្គការគេជួយឲ្យមីង អញ្ចឹងមីងជូនពរឲ្យសម្រេចតាមបំណងចុះណាហើយទៅថ្ងៃណាមីងនេះនឹងកិនស្រូវឲ្យក្មួយយកទៅទុកហូបខ្លះ អរគុណហើយមីងអញ្ចឹងខ្ញុំទៅសិនហើយ